ឥឡូវនេះបច្ចុប្បន្ននេះច្បាប់អណ្ដោប្រវេសន៍នៅសហរដ្ឋអាមេរិករឹតបន្តឹងជាខ្លាំងសម័យកាលជិះសេះលែងដៃមកបានមកដល់អាមេរិកឥឡូវគិតតែសប្បាយគឺអត់អាចចងក្រងអនាគតបានទេប្រសិនបើបងប្អូនកាន់ green card បណ្ដោះអាសន្នឬក៏ពុំទាន់ចូលសញ្ជាតិហើយមកដល់ដំអក់ខ្លួនដេកស៊ីជាមួយប្តីជាមួយប្រពន្ធឬជាមួយគ្រួសារដោយយល់ថាមិនចេះអង់គ្លេសមិនដឹងធ្វើអីហើយអត់មានបង្កាន់ដៃសម្រាប់បង់ពន្ធគឺអត់មាន file income tax ជាមួយនឹងក្រុមគ្រួសារគ្មានពន្ធដារត្រឹមត្រូវយកតែ1099អត់មាន W2 ខាងក្រសួងអន្តោប្រវេសន៍អត់ប្រាប់យើងទេប៉ុន្តែគេធ្វើការកត់សម្គាល់បន្ទុកផ្ទៃក្នុងដូច្នេះហើយបើអត់មានបង់ពន្ធទេសូមបញ្ញត្តិរកការងារបង់ពន្ធឲ្យបានត្រឹមត្រូវសះគេដតីគេគិតរឿងសុវត្ថិភាពនៃអន្តោប្រវេសន៍របស់គេណាស់ចិនឥណ្ឌាអីគេគិតណាស់មានតែខ្មែរយើងឯងជិះសេះលែងដៃដូច្នេះហើយបងប្អូនកុំរងចាំដល់សោកការហ្នឹងអញប្តីប្រពន្ធអញទៅណាមួយអញមានកូនគេពន្យាពេលយើងវេទនាដូច្នេះរឿងបង់ពន្ធគឺជាអាទិភាពដ៏គឺសំខាន់បំផុតសម្រាប់បងប្អូនកុំភ្លេចបង់ពន្ធ W2 ត្រូវតែមានរាល់ឆ្នាំហើយត្រូវតែបំពេញពន្ធដាររួមជាមួយនឹងប្តីឬប្រពន្ធចង់ប្តីនឹងមានប្រមាណម៉ឺនប្រាក់ចំណូលក៏ដោយចាំឲ្យច្បាស់ពន្ធអត់ពន្ធអាកាំងអត់ចូលចិត្តទេ